នៅទូទាំងពិភពលោកអាកាសធាតុបាននឹងកំពុងប្រែប្រួលយ៉ាងខ្លាំងមិនអាចទស្សន៍ទាយបានទុកជាមុនបំលាស់បដូរអាកាសធាតុជាកត្តាចម្បងបង្កឲ្យមានព្យុះអាក្រក់គ្រោះរាំងស្ងួតទឹកជំនន់កម្ពស់ទឹកសមុទ្រឡើងខ្ពស់និងស៊ូណាមីវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិកម្ពុជាយើងផងហើយក៏សម្រាប់លើពិភពលោកផងហើយក៏សម្រាប់ខេត្តបរសៀនអនុរបស់យើងខ្ញុំផងជាក់ស្ដែងនៅក្នុងខេត្តបរសៀនអនុរបស់យើងខ្ញុំប្រហែលឆ្នាំចុងក្រោយនេះយើងក៏សង្កេតឃើញថាអាកាសធាតុវាមានការប្រែប្រួលហើយអាកាសធាតុក៏មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដូចជាពេលខ្លះវាក្តៅពេលខ្លះវាមានភ្លៀងខ្លាំងគឺវាភ្លៀងខ្លាំងពេលខ្លះក៏វាអត់មានក្តៅដែរវាទៅទីត្រជាក់ហ្នឹងគឺថាត្រជាក់មានមួយអាទិត្យឬពីរអាទិត្យទៀតក៏មានដែរភ្លៀងធ្លាក់ជាប់បាទអានេះការពិតអញ្ចឹងគឺថាយើងមើលឃើញពីរយៈកាល10ឆ្នាំមកដល់ពេលនេះគឺថាវាប្រែប្រួលខ្លាំងមែនវាភ្លៀងវាខុសពេលការភ្លៀងវាខុសពេលខុសពីធម្មតាសម្រាប់ក្រុងបរសៀនអនុរបស់យើងClimate change is a long run ការប្រែប្រួលអាកាសធាតុគឺជាបំលាស់ប្ដូរអាកាសធាតុដែលខុសពីលំនាំធម្មតាដែលយើងធ្លាប់ឃើញជារៀងរាល់ថ្ងៃមានន័យថាព្យុះភ្លៀងអាចប្រែទៅជាអាក្រក់ខ្លាំងមួយរំពេចក្នុងចន្លោះពេលណាមួយដែលយើងមិនអាចកំណត់បានវិស័យធំពីររបស់ក្រុងព្រះសីហនុគឺការនេសាទនិងទេសចរណ៍វិស័យទាំងពីរនេះទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុនេះEveryone has told us about climate change គ្រប់គ្នាសុទ្ធតែប្រាប់ពួកយើងថាអាកាសធាតុកំពុងតែប្រែប្រួលថាកម្ពស់ទឹកវាឡើងខ្លាំងហើយនឹងមានភ្លៀងធ្លាក់ជាញឹកញាប់ក្នុងរដូវវស្សាហើយវាកាន់តែពិបាកទស្សន៍ទាយទុកជាមុនណាស់អ្នកនេសាទគ្រប់គ្នាបានប្រាប់ថាពួកយើងជួបព្យុះកាន់តែធន់នៅលើផ្ទៃសមុទ្រអ្នកណាក៏ប្រាប់ពួកយើងដូចនេះដែរថានេះជាអ្វីដែលកំពុងតែកើតឡើងខ្ញុំឈ្មោះអេងវុធីខ្ញុំជាអ្នកនេសាទរស់នៅភូមិទំនុករលកខេត្តព្រះសីហនុខ្ញុំទៅនេសាទត្រីក្នុងសមុទ្រក្នុងមួយសប្តាហ៍ចំនួន5ដងក្នុងមួយខែខ្ញុំរកប្រាក់ចំណូលបានពី2ទៅ250ម៉ឺន15ឆ្នាំមុនគឺអាកាសធាតុហ្នឹងវាអាចភ្លៀងខ្យល់តាមរយៈកាលរយៈដូវពេលរបស់វាតែបច្ចុប្បន្ននេះมันអាចទេព្រោះវាអាចភ្លៀងមកភ្លៀងអាចជុះខ្យល់មិនអោយយើងដឹងមុនខ្ញុំមានអារម្មណ៍ថាពេលឪពុកខ្ញុំទៅសមុទ្រខ្ញុំភ័យខ្លាំងព្រោះមានខ្យល់ព្យុះបក់បោកថ្ងៃមួយខ្ញុំបានជួបនឹងខ្យល់ព្យុះកំណាចបានមកបក់បោកទូករបស់ខ្ញុំធ្វើឲ្យទូកខ្ញុំលិចលង់នៅក្នុងមហាសមុទ្រហ្នឹងហើយខ្ញុំក៏បានហែលទឹកដើម្បីអាយុជីវិតហ្នឹងរយៈពេល3ម៉ោងខ្ញុំបានជួបទូកនេសាទមួយបានស្រង់ខ្ញុំឲ្យរួចពីអាយុជីវិតIt's very dangerous and វាគ្រោះថ្នាក់ខ្លាំងណាស់ហើយយើងបានទទួលរបាយការណ៍ជាញឹកញាប់អំពីករណីបាត់បង់ជីវិតក៏ដូចជារឿងរ៉ាវជាច្រើនអំពីអ្នកនេសាទដើម្បីបន្ស៊ាំតាមការប្រែប្រួលឥតព្រៀងទុកនិងភាពអាក្រក់ខ្លាំងរបស់អាកាសធាតុរដ្ឋបាលខេត្តព្រះសីហនុសហការជាមួយអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាហៅកាត់ថា CCCA កំពុងធ្វើការលើកកម្រងជាច្រើនបង្កើតឡើងដើម្បីដោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុនិងហានិភ័យនៃគ្រោះមហន្តរាយនៅកម្ពុជានិងការការពារបរិស្ថានផងដែរខ្ញុំបានអនុវត្តសកម្មភាព2នៅពេលនេះដែលទី1គឺយើងបានរៀបចំបង្កើតស្ថានីយ៍ពិនិត្យសង្កេតធាតុអាកាសដោយស្វ័យប្រវត្តិនៅក្នុងដែលមានទីតាំងនៅក្នុងបរិវេណធនធានទឹកនៅទន្យមហើយនឹងមួយទៀតគឺយើងរៀបចំយុទ្ធសាស្ត្រសម្រាប់ជំនះប្រជាពលរដ្ឋនៅក្នុងសហគមន៍ទំនើបរលកនៅពេលដែលមានព្យុះឬក៏គ្រោះធម្មជាតិកើតឡើងពេលដែលគាត់ដឹងព័ត៌មានច្បាស់លាស់ពាក់ព័ន្ធទៅនឹងការបំរែបំរួលអាកាសធាតុនេះដូចឧទាហរណ៍ដូចថាខ្យល់ព្យុះលៀងឬក៏ទឹកជំនន់អីចឹងដូច្នេះគាត់សប្បាយចិត្តណាស់គាត់អាចផុតពីគ្រោះថ្នាក់សុវត្ថិភាពសម្រាប់គាត់មានស្ថានីយ៍ពិនិត្យសង្កេតអាកាសធាតុដោយស្វ័យប្រវត្តិហ្នឹងគឺវាកត់ត្រាទៅលើកម្ពស់ទឹកភ្លៀងសីតុណ្ហភាពសម្ពាធបរិយាកាសសំណើមរំហួតខ្យល់ហើយនឹងការបំភាយនៃពន្លឺព្រះអាទិត្យព័ត៌មាននឹងត្រូវបានចងក្រងហើយធ្វើការផ្សព្វផ្សាយតាមរលកធាតុអាកាស2ដងក្នុងមួយថ្ងៃទៅកាន់ប្រជាពលរដ្ឋក្នុងខេត្ត
ពិសេសប្រជានេសាទទូកទេសចរនិងភ្ញៀវទេសចរដើម្បីឲ្យពួកគេអាចត្រៀមលក្ខណៈបង្ការជាមុន ការទទួលព័ត៌មានខាងអាកាសធាតុបានជាក់លាក់ច្បាស់លាស់ធ្វើឲ្យខ្ញុំមានសុវត្ថិភាពប្រសើរជាងមុន មួយឆ្នាំកន្លះមុនហ្នឹងខាងចុងនោះគឺមានការបាក់ឆ្នេរហើយអត់មានភ្ញៀវទេសចរទៅខាងនោះទេខ្ញុំឈ្មោះតូប៉ូខ្ញុំជាអាជីវករលក់ម្ហូបសម្រាប់ភ្ញៀវទេសចរលើឆ្នេរអូលឈើទាលឆ្នេររបស់យើងឥឡូវហ្នឹងគឺមានបាក់ច្រើនណាស់ពេលភ្លៀង Through sea level rise ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រនិងការហូរច្រោះខ្សាច់តាមបណ្ដោយឆ្នេរអ្វីដែលយើងឃើញនោះគឺឆ្នេរសមុទ្របានរួមតូចជាងមុនហើយជាក់ស្ដែងណាស់ថាឆ្នេរសមុទ្រគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរសម្រាប់ក្រុងព្រះសីហនុដូច្នេះវាសំខាន់ណាស់ដែលយើងត្រូវការពារនិងធនធានទាំងនេះដើម្បីទាក់ទាញភ្ញៀវទេសចរ បើសិនតែថាបាត់បង់ឆ្នេរហ្នឹងគឺភ្ញៀវទេសចរក៏អត់មានយើងអត់មានការងារធ្វើមុខរបររបស់យើងក៏អត់ដែរ ជាដំណោះស្រាយនឹងការកើនឡើងកម្ពស់ទឹកសមុទ្រជួបបក់បោកខ្លាំងរដ្ឋបាលខេត្តព្រះសីហនុកំពុងធ្វើការជាមួយអង្គការ UN Habitat ក្រោមការឧបត្ថម្ភពី CCCA កំពុងអនុវត្តសកម្មភាពមួយចំនួនដើម្បីកាត់បន្ថយនិងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុរួមមានការរៀបចំផែនទីបង្ហាញផ្លូវជម្រះប្រជាជនទៅកាន់ទីទួលសុវត្ថិភាពពេលមានព្យុះរលកធំដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ពួកគេការដាំកងកាងឡើងវិញការអនុវត្តកម្មវិធីគ្រប់គ្រងសំណល់រឹងសម្រាមតាមសហគមន៍ដើម្បីកាត់បន្ថយការកកើតសំណល់និងការប្រើប្រាស់ផ្លាស្ទិកព្រមទាំងយន្តការអប់រំផ្សព្វផ្សាយនិងការកសាងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងថ្នាក់មូលដ្ឋាននិងប្រជាពលរដ្ឋខេត្តអំពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈគម្រោងមួយនេះសហគមន៍នៅខេត្តព្រះសីហនុអាចការពារខ្លួនពីការទទួលរងឥទ្ធិពលអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុនេះ ពេលដែលប្រជាពលរដ្ឋលោកមានសុវត្ថិភាពហើយខ្ញុំជាអ្នកធ្វើការបម្រើប្រជាពលរដ្ឋក៏សប្បាយចិត្តទៅតាមនោះដែរ យើងធ្វើយ៉ាងណាគឺថាកាត់បន្ថយនៅគ្រោះមហន្តរាយក៏ដូចជាការបម្រែបម្រួលធាតុអាកាសធាតុនៅកម្ពុជារបស់យើងនេះគឺថាធ្វើម៉េចគឺថាឲ្យវាបានល្អប្រសើរហើយដើម្បីមានគុណបំណាច់ឬក៏មានផលប្រយោជន៍ជូនដល់ប្រទេសជាតិនិងប្រជាជនកម្ពុជាយើងទាំងមូល